ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលជួបគ្នាទៀតហើយនៅក្នុងថ្ងៃនេះផងដែរយើងមកមើលសម្រាប់ថ្ងៃទី15ដល់ថ្ងៃទី21នៅក្នុងខែមករាឆ្នាំ2026ថាតើនឹងមានអ្វីសម្រាប់បងប្អូនទាំងអស់គ្នាត្រូវដឹងត្រូវឮខ្លះហើយនឹងមានអ្វីដែលចូលមកសម្រាប់អ្នកដូច្នេះហើយចូលតាមដានទស្សនាទាំងអស់គ្នានៅក្នុងនេះសូមតលកាចំនួន4ស្លឹកថាតើនៅក្នុងថ្ងៃទី15ដល់ថ្ងៃទី21មករានេះមានអ្វីសម្រាប់អ្នកតើនៅថ្ងៃទី15ដល់ថ្ងៃទី21មករានេះមានអ្វីចូលមកសម្រាប់អ្នកទាំងអស់គ្នាដែលត្រូវដឹងត្រូវឮនៅក្នុងអំឡុងពេលហ្នឹងតើនៅថ្ងៃទី15ដល់ថ្ងៃទី21មករាមានអ្វីសម្រាប់អ្នកសូមមកស្លឹកទៀតបងប្អូនទាំងអស់គ្នារួចហើយខ្ញុំយើងចូលមើលទាំងអស់គ្នាថាតើនឹងមានអ្វីចូលមកសម្រាប់បងប្អូនទាំងអស់គ្នានៅថ្ងៃទី15ដល់ថ្ងៃទី21មករាឥឡូវរួចហើយបងប្អូនទាំងអស់គ្នាឥឡូវយើងចូលមើលតែម្ដងថាតើនៅថ្ងៃទី15ដល់ថ្ងៃទី21មករានេះមានអ្វីចូលមកសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវអ្នកទាំងអស់គ្នាដឹងឮនៅក្នុងអំឡុងពេលហ្នឹងសម្រាប់នៅក្នុងអំឡុងពេលហ្នឹងគឺអាចថាបងប្អូនទាំងអស់គ្នាអាចនឹងមានតំណែងរឿងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយនឹងជនបរទេសឬក៏ជនក្រៅស្រុកមិនថានៅក្នុងរឿងការងាររឿងលុយកាក់ឬក៏ជាស្នេហាបងប្អូនទាំងអស់គ្នាឡើយបើសិនជានិយាយអំពីការងារគឺថាបងប្អូនទាំងអស់គ្នាអាចនឹងថាជាមនុស្សដែលមានមុខតំណែងខ្ពស់ដែរបើសិនជាអ្នកទាំងអស់គ្នាគឺជាមនុស្សប្រុសគឺអាចនឹងថានឹងមានការផ្លាស់ប្ដូរតំណែងថ្មីឡើងតំណែងថ្មីអាចនឹងថាមានភារៈទទួលខុសត្រូវក៏ច្រើនជាងមុនដែរបើសិនជានិយាយពីការងារប៉ុន្តែបើសិនជានិយាយអំពីលុយកាក់វិញបើអ្នកទាំងអស់គ្នានឹងគឺជាមនុស្សប្រុសបង្ហាញថាអ្នកទាំងអស់គ្នាមានឋានៈលុយកាក់ខ្ពង់ខ្ពស់អ្វីជាពិសេសទៀតអ្នកទាំងអស់គ្នាអាចនឹងថាកំពុងតែសាងឋានៈលុយកាក់បងប្អូនទាំងអស់គ្នាបានភាពជោគជ័យផងដែរដូច្នេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាអាចជាមេគ្រួសារដែលមានការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងទាំងការចំណាយឬក៏ការចំណូលអីហ្នឹងគឺថាអ្នកទាំងអស់គ្នាគឺជាអ្នកចាត់ចែងហើយមិនត្រឹមតែប៉ុណ្ណោះបើសិនជាស្នេហាវិញគឺអានថាបើអ្នកទាំងអស់គ្នានឹងគឺជាមនុស្សស្រីបង្ហាញថានឹងមានស្វាមីដែលជាជនជាតិបរទេសដែលមានអាយុច្រើនជាងបងប្អូនទាំងអស់គ្នាឆ្ងាយខ្លាំងមែនទែនឥឡូវនេះយើងមកមើលថាតើមានពាក់ព័ន្ធជាមួយអ្វីទៀតសម្រាប់នៅថ្ងៃទី15ដល់ថ្ងៃទី21មករានេះនៅក្នុងនេះគឺថាបងប្អូនទាំងអស់គ្នាអាចនឹងទទួលបានដំណឹងល្អដែលពាក់ព័ន្ធជាមួយនឹងស្នេហានៅក្នុងនេះធ្វើឲ្យអ្នកទាំងអស់គ្នាមានការសប្បាយចិត្តមានភាពសុភមង្គលនៅក្នុងចិត្តអានឹងនិយាយថាមានការពេញចិត្តនៅក្នុងរឿងស្នេហាដែលចូលមករកអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលហ្នឹងដោយសារតែមានការយល់ចិត្តយល់ថ្លើមគ្នាបានល្អមែនទែនសម្រាប់ស្ថានភាពស្នេហាបងប្អូនទាំងអស់គ្នាមួយចំនួនដូច្នេះហើយអាចនឹងមានការលើដំណឹងល្អមានការរៀបការឬក៏មានការក្រងជីវិតគូដែលមានសេចក្តីសុខមិនត្រឹមតែប៉ុណ្ណោះគឺមានភាពកក់ក្ដៅសម្ព័ន្ធភាពគឺមានភាពស្និទ្ធស្នាលជាមួយគ្នាអញ្ញេថាគឺជាស្នេហាដែលមានការយល់ចិត្តគ្នាខ្លាំងមែនទែនដូច្នេះហើយគឺល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងពេលហ្នឹងអាចថានៅក្នុងថ្ងៃទី15ដល់ថ្ងៃទី21ហ្នឹងគឺអ្នកទាំងអស់គ្នាអាចនឹងមានការរួមដៃជាមួយនឹងមនុស្សច្រើនគ្នាដែលចូលមករកអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលហ្នឹងផងដែរដូច្នេះគឺល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលពាក់ព័ន្ធជាមួយរឿងស្នេហាចូលមករកអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលហ្នឹងឥឡូវនេះយើងមកមើលទៀតថាតើមានអ្វីសម្រាប់បងប្អូនទាំងអស់គ្នាទៀតនៅក្នុងនេះគឺអានថាមនុស្សដែលចូលមករកអ្នកទាំងអស់គ្នាហ្នឹងគឺថាគេគឺជាមនុស្សដែលមានភាពចាស់ទុំគឺគេមានភាពចាស់ទុំសម្រាប់បងប្អូនទាំងអស់គ្នាអានថាគឺជាមនុស្សដែលមានភាពកក់ក្ដៅតែម្ដងជាមនុស្សដែលត្រូវការស្នេហាបែបគង់វង្សយូរអង្វែងគេក៏ជាមនុស្សត្រូវការស្នេហាបែបហ្នឹងដែរដូច្នេះហើយអានថាការមើលថែក្រុមគ្រួសារអីហ្នឹងគឺមនុស្សម្នាក់ហ្នឹងមានគេអាចផ្ដល់ឲ្យអ្នកទាំងអស់គ្នាបាន
ដូច្នេះហើយនៅក្នុងនេះបើសិនជាអ្នកទាំងអស់គ្នាអ្នកមើលនេះគឺជាមនុស្សប្រុសបង្ហាញថាអ្នកទាំងអស់គ្នាគឺជាមេគ្រួសារដែលល្អដែលមានភាពកក់ក្ដៅផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារបានល្អហើយក៏ត្រូវការស្នេហាជីវិតបែបយូរអង្វែងផងដែរមិនមែនជាស្នេហាបែបលេងសើចទេដូច្នេះហើយគឺអានថាអ្នកទាំងអស់គ្នាក៏មានការពេញចិត្តទៅលើនរណាម្នាក់ផងដែរនៅក្នុងអំឡុងថ្ងៃទី15ដល់ថ្ងៃទី21មករាហ្នឹងដូច្នេះហើយនៅក្នុងនេះគឺថាបងប្អូនទាំងអស់គ្នានឹងទទួលបានដំណឹងល្អដែលពាក់ព័ន្ធជាមួយនឹងស្នេហាចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាផងដែរនៅក្នុងអំឡុងពេលហ្នឹងឥឡូវមកមើលទៀតតើមានអ្វីពិសេសសម្រាប់អ្នកទាំងអស់គ្នាទៀតនៅក្នុងនេះគឺអានថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលពូកែមែនតើគឺជាមនុស្សដែលមានញាណដឹងមានសមត្ថភាពខ្ពស់ជាងអ្នកដទៃមានចំណេះជំនាញទាំងការធ្វើការងារនិងការរកលុយកាក់បើការធ្វើការងារវិញគឺអ្នកទាំងអស់គ្នាមានគំនិតបញ្ញាក្នុងការបង្កើតការងារឬក៏មុខរបរផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងទោះបីជាអត់មាននរណាគេផ្ដល់ឲ្យអ្នកទាំងអស់គ្នាក៏ដោយក៏អ្នកទាំងអស់គ្នាអាចបង្កើតការងារធ្វើបានដោយខ្លួនឯងដែរហើយមិនត្រឹមតែប៉ុណ្ណោះបើមានការធ្វើការងាររួមក្រុមហ៊ុនវិញនៅក្នុងអំឡុងថ្ងៃទី15ដល់ថ្ងៃទី21ហ្នឹងគឺអ្នកទាំងអស់គ្នាអាចមានសមត្ថភាពខ្ពស់ខ្លាំងមែនតើគឺមានសមត្ថភាពជាងមនុស្សឬក៏មិត្តរួមការងារបងប្អូនទាំងអស់គ្នាដូច្នេះអ្នកទាំងអស់គ្នាអាចនឹងមានឱកាសក្នុងការឡើងឋានៈឡើងតំណែងឬក៏តួនាទីសំខាន់អ្វីមួយផងដែរដូច្នេះហើយនៅក្នុងនេះគឺថាអ្នកទាំងអស់គ្នាគឺពិតជាពូកែទាំងការធ្វើការងារនិងការរកលុយកាក់បើលុយកាក់វិញអ្នកទាំងអស់គ្នាមានគំនិតពិសេសឬក៏ចំណុចពិសេសដែលអាចរកលុយកាក់បានចូលមកច្រើនច្រកច្រើនផ្លូវខុសប្លែកពីអ្នកដទៃដូច្នេះហើយធ្វើឲ្យអ្នកទាំងអស់គ្នាមានភាពងាយស្រួលនៅក្នុងការទទួលបានវាដូចនេះហើយនៅថ្ងៃទី15ដល់ថ្ងៃទី21នៃខែមករាឆ្នាំ2026នេះអ្នកទាំងអស់គ្នានឹងទទួលបានដំណឹងល្អច្រើនជាពិសេសរឿងស្នេហារបស់បងប្អូនទាំងអស់គ្នាតែម្ដងសម្រាប់ការងារលុយកាក់អីគឺងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាទេដោយសារតែអ្នកទាំងអស់គ្នាមានសមត្ថភាពខ្ពស់អាចរកលុយកាក់ចូលមកបានច្រើនច្រកច្រើនផ្លូវជាងអ្នកដទៃដូច្នេះហើយនៅក្នុងនេះអានថាអ្នកទាំងអស់គ្នាអាចនឹងបានជួបស្នេហាឬក៏មានស្នេហាចូលមករកអ្នកទាំងអស់គ្នានៅក្នុងហ្នឹងគឺអានថាគឺជាជនជាតិបរទេសបើសិនជាអ្នកទាំងអស់គ្នាគឺជាមនុស្សស្រីអាចនឹងទទួលបានស្វាមីដែលជាជនជាតិបរទេសហើយមានអាយុច្រើនជាងបងប្អូនទាំងអស់គ្នាឆ្ងាយហើយនៅក្នុងសម្ព័ន្ធភាពស្នេហាមួយនឹងផងដែរគឺមានភាពកក់ក្ដៅខ្លាំងមែនទែនគឺជាសម្ព័ន្ធភាពមួយដែលមានការស្និទ្ធស្នាលខ្លាំងអាចនឹងមានកម្មវិធីល្អៗកើតឡើងសម្រាប់បងប្អូនទាំងអស់គ្នាអាចនឹងមានការភ្ជាប់ពាក្យឬក៏មានការរៀបការកើតឡើងផងដែរនៅក្នុងអំឡុងពេលហ្នឹងដូច្នេះហើយគឺអាចនឹងថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានភាពកក់ក្ដៅខ្លាំងផងដែរចេះមើលថែក្រុមគ្រួសារបានល្អនៅក្នុងហ្នឹងអាចនឹងថាអ្នកទាំងអស់គ្នាក៏ចង់បានស្នេហាដែលមានភាពស្មោះត្រង់ឬក៏ជាស្នេហាគង់វង្សបែបយូរអង្វែងដែរអ្នកទាំងអស់គ្នាក៏អត់ត្រូវការស្នេហាបែបលេងសើចចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាដែរដូច្នេះហើយនៅក្នុងអំឡុងពេលហ្នឹងអាចនឹងថាអ្នកទាំងអស់គ្នានឹងបានជួបស្នេហាបែបពិតប្រាកដនិងច្បាស់លាស់សម្រាប់អ្នកទាំងអស់គ្នាអាចនឹងមានការសម្រេចចិត្តមានការរៀបការឬក៏មានការភ្ជាប់ពាក្យកើតឡើងសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងពេលហ្នឹងផងដែរដូចនេះហើយគឺអានថាគឺល្អសម្រាប់អ្នកទាំងអស់គ្នានៅក្នុងរឿងស្នេហាហើយមិនត្រឹមតែប៉ុណ្ណោះអាចនឹងមានការឡើងឋានៈឡើងតួនាទីថ្មីនៅកន្លែងការងាររបស់បងប្អូនទាំងអស់គ្នាផងដែរដោយសារតែអ្នកទាំងអស់គ្នាមានចំណេះដឹងមានសមត្ថភាពខ្ពស់ជាងមិត្តរួមការងាររបស់អ្នកដូច្នេះហើយធ្វើឲ្យគេមើលឃើញថាអ្នកទាំងអស់គ្នាពិតជាមានសមត្ថភាពដែលអាចគ្រប់គ្រងការងារនឹងបានដូច្នេះហើយអ្នកទាំងអស់គ្នាគឺល្អទាំងការធ្វើការងារទាំងការរកលុយកាក់ក៏អាចរកលុយកាក់បានច្រើនចូលមកច្រើនច្រកច្រើនផ្លូវខុសប្លែកពីអ្នកដទៃដែរដូច្នេះហើយគឺជាពេលវេលាមួយដែលល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នានៅថ្ងៃទី15ដល់ថ្ងៃទី21គឺទទួលបានទាំងស្នេហាទទួលបានទាំងឱកាសការងារនិងលុយកាក់សម្រាប់បងប្អូនទាំងអស់គ្នាដូច្នេះហើយជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាត្រូវជួបរឿងល្អៗដែលចូលមកក្នុងជីវិតអ្នកដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពី
ពីថ្ងៃទី15ដល់ថ្ងៃទី21មករាឆ្នាំ2026នេះផងដែរអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ